លោកស្គាល់អំពីបណ្ដុំរោគសញ្ញាធំ4របស់ជំងឺធ្លាក់ទឹកចិត្តទី1បណ្ដុំរោគសញ្ញាលើរាងកាយរបស់យើងគាត់ជិះតែអស់កម្លាំងហិតល្ហៃខ្សោយពេលខ្លះមានការឈឺចាប់លើតាមដងខ្លួនដោយមិនមានមូលហេតុច្បាស់លាស់តាក់ទងនឹងអារម្មណ៍របស់គាត់មានអារម្មណ៍សោកសៅក្រៀមក្រំគាត់លែងចាប់អារម្មណ៍លើការងារការសិក្សាឬក៏សកម្មភាពដែលគាត់ធ្លាប់ចូលចិត្តពីមុនហើយគាត់មានអារម្មណ៍ថាខ្លួនឯងមានកំហុសឬក៏បន្ទោសខ្លួនឯងជាប្រចាំទី3តាក់ទងនឹងការគិតឬក៏គំនិតរបស់គាត់គាត់គិតថាខ្លួនគឺគ្មានតម្លៃគ្មានអនាគតវាកាសពិបាកក្នុងការសម្រេចចិត្តមើលងាយខ្លួនឯងពិបាកផ្ចង់អារម្មណ៍គិតថាខ្លួនឯងមានតម្លៃឬក៏គាត់ខ្លះគាត់គិតក៏មានគំនិតឬក៏ផែនការក្នុងការសម្លាប់ខ្លួនគិតខ្លីមិនគ្រប់អ្នកធ្លាក់ទឹកចិត្តទាំងអស់សុទ្ធតែមានអាហ្នឹងទេប៉ុន្តែប្រសិនបើមានគំនិតចង់សម្លាប់ខ្លួនសូមស្វែងរកជំនួយជាបន្ទាន់បណ្ដុំរោគសញ្ញាតាក់ទងទៅនឹងអាកប្បកិរិយាគាត់គេងមិនលក់ឬក៏ពេលខ្លះគេងច្រើនខុសធម្មតាញ៉ាំតិចឬក៏ពេលខ្លះញ៉ាំច្រើនវិញមួយទៀតអាចនឹងបាត់បង់នៅចំណង់ផ្លូវភេទប្រសិនបើរោគសញ្ញាទាំងអស់នេះអូសបន្លាយលើសពី2សប្តាហ៍ហើយប៉ះពាល់ដល់ការងារដល់ការសិក្សាឬក៏ជីវិតប្រចាំថ្ងៃសូមកុំមើលរំលងការពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តអាចជួយឲ្យទទួលបានការព្យាបាលនិងវិតម្លៃបានត្រឹមត្រូវការស្វែងរកជំនួយមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេប៉ុន្តែជាជំហានដ៏ក្លាហានក្នុងការថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួនឯង